ហើយយ៉ាបងដូចជាអស់កម្លាំងមែនអូនថ្ងៃនេះបងធ្វើការច្រើនខ្លាំងណាស់ប៉ុន្តែប៉ុន្មានថ្ងៃនេះបងនៅតែមិនសប្បាយចិត្តដដែលនៅពេលដែលគេនិយាយអំពីគ្រួសាររបស់យើងតើគេនិយាយអ្វីអំពីគ្រួសាររបស់យើងទៅបងទៅបានជាធ្វើឲ្យបងតានតឹងយ៉ាងនេះមិនអីទេវាគ្រាន់តែជាពាក្យដែលគេនិយាយប៉ុណ្ណោះប៉ុន្តែនៅពេលដែលបងផឹកទឹកនេះហើយបងមានអារម្មណ៍ថាឈឺក្បាលវិលមុខខ្លាំងណាស់អូនការដើមឡើយមានប្តីប្រពន្ធមួយគូរស់នៅក្នុងភូមិដាច់ស្រយាលមួយបរិជាប្តីតែងតែចេញទៅដាក់អន្ទាក់សត្វជារៀងរាល់ថ្ងៃដោយគេមិនដឹងថាប្រពន្ធរបស់ខ្លួនបានលួចមានទំនាក់ទំនងស្នេហាជាមួយអ្នកក្រៅនោះទេអូនសម្លាញ់ថ្ងៃនេះអូននៅចាំផ្ទះចោះបងទៅដាក់អន្ទាក់សត្វទៀតហើយណាអូនចាបងទៅចោះបងទៅដាក់អន្ទាក់សត្វឲ្យបានច្រើនណាខ្ញុំនៅមើលថែផ្ទះសម្បែងសូមបងកុំបារម្ភអីបាទអូនបានអញ្ចឹងបងទៅហើយបន្តពីប្តីរបស់នាងដើរចេញទៅបានសហាយរបស់នាងគេក៏បានមកដល់បងប្រុញហេតុអ្វីបានជាបងមកផ្ទះខ្ញុំអញ្ចឹងបងមិនខ្លាចប្តីរបស់ខ្ញុំទេឬមិនអីទេបងបានឃើញប្តីអូនវាទៅដាក់អន្ទាក់សត្វបាត់ទៅហើយបងនេះត្រង់មិននឹងបានបងត្រូវតែមករកខ្លួនឯងអាយ៉ាបើបងមិនខ្លាចប្តីខ្ញុំក៏ខ្លាចអ្នកភូមិឃើញដែរមិនបានទេបងតោះពួកយើងចូលទៅក្នុងបន្ទប់ទៅអហោបានលើពាក្យនេះបងត្រេកអរខ្លាំងណាស់តោះពួកយើងចូលទៅក្នុងបន្ទប់ទៅអូសក្តាហើយឯងទៅដាក់អន្ទាក់សត្វទៀតហើយមែនបាទមីងចោះមីងតាណាវិញដែរនឹងមានទាំងសន្ទួយកាន់ចាប់នឹងដៃទៀតអូមីងគិតថាទៅស្ទួយត្រីលេខបន្តិចនឹងណាសក្តាយើងមិនចង់និយាយទេប៉ុន្តែយើងពិតជាអាណិតឯងណារាល់ថ្ងៃគិតតែរកស៊ីចិញ្ចឹមគ្រួសារមីងនិយាយបែបនេះតើចង់បានន័យថាយ៉ាងម៉េចខ្ញុំស្ដាប់មីងដូចជាមិនយល់សោះបងសក្តាម៉ែខ្ញុំក៏ចង់និយាយថាណែអាខ្ញុំឯងកុំនិយាយអីណាទុកឲ្យម៉ែជាអ្នកនិយាយវិញសក្តាអើយមួយរយៈនេះណាមិញចេះតែឃើញអាប្រុញចេញចូលផ្ទះរបស់អញញឹកញាប់ខ្លាំងណាស់មើលទៅវានឹងប្រពន្ធរបស់ឯងនោះដូចជាមានទំនាក់ទំនងនឹងគ្នាអញ្ចឹងឯងត្រូវតែប្រយ័ត្នផងណាថាម៉េចអាប្រុញចេញចូលផ្ទះខ្ញុំរឿងនេះខ្ញុំមិនដឹងសោះតើវាទៅមានការអ្វីដែរខ្ញុំនេះមិនដែលបានជួបវាផងនឹងតើបានអីនឹងជួបទៅសក្តាអើយបើវាទៅផ្ទះឯងចំពេលដែលឯងមិននៅផ្ទះរហូតនឹងមើលទៅអាប្រុញនឹងប្រពន្ធរបស់ឯងច្បាស់ជាមានអ្វីស្ងាត់នឹងគ្នាហើយអូមីងខ្ញុំមើលទៅប្រពន្ធរបស់ខ្ញុំដូចជាគ្មានអ្វីប្លែកផងនឹងយ៉ាងណាខ្ញុំក៏អរគុណមីងដែរហើយខ្ញុំនឹងតាមដានរឿងនេះសក្តាបើអញ្ចឹងយើងទៅស្ទួយត្រីហើយណាបាទមីងទៅចោះបងប្រុញបងឯងនេះពិតជាពូកែមែនស័ក្តិសមជាបរិះក្លាហានខ្ញុំនេះចំចិត្តទៅលើបងតាហៃនេះតើពិតប្រកបទេអូនចោះបងនៅប្តីរបស់អូនមួយណាខ្លាំងជាងទៅបងឯងទៅនិយាយអីជាមួយប្តីរបស់ខ្ញុំនោះគាត់មិនបានមួយចំណិតបងឯងនោះទេអូបើអញ្ចឹងមិនអីទេវាពិតជាល្អខ្លាំងណាស់អូនឯងលេងលះប្តីរបស់ឯងចោលទៅអីបន្តមកយកបងវិញរឿងលេងប្តីនឹងខ្ញុំក៏ធ្លាប់គិតដែរតែខ្ញុំមិនដឹងថាមានកំហុសអ្វីដើម្បីចាប់គាត់ព្រោះខ្ញុំខ្លាចថាញាតិចិត្តខាងគេថាខ្ញុំណាបងប្រុញថ្ងៃមុនបងធ្លាប់ប្រាប់ខ្ញុំថាបងមានវិធីដែលអាចលេងប្តីកុំឲ្យញាតិចិត្តខាងគេថាបានតើជាវិធីអ្វីទៅបងណែយើងត្រូវតែសម្លាប់វាចោលទៅកុំឲ្យវារស់នៅលើโลกនេះទៀតពេលនោះញាតិចិត្តខាងនឹងគ្មានអ្នកណាថាឲ្យឯងនោះទេវិធីនេះគឺពិតជាល្អខ្លាំងណាស់ប៉ុន្តែអូនគឺជាមនុស្សស្រីមិននឹងអាចសម្លាប់ប្តីតែម្នាក់ឯងបានទៅណាមួយទោសសម្លាប់មនុស្សគឺជាទោសធ្ងន់បំផុតណែបងបើសិនជាគេចាប់បានណាពួកយើងគឺមិនរស់នោះទេមិនអីទេអូនសម្លាញ់អូនឯងដាក់ថ្នាំពុតនៅក្នុងទឹកបន្តមកយើងទៅឲ្យវាផឹកនៅពេលដែលវាផឹកស្លាប់ហើយអូនឯងទៅប្រាប់អ្នកភូមិថាវាធ្វើការច្រើនពេករហូតខ្យល់គោដល់ស្លាប់រឿងនេះមើលទៅដូចជាគ្មានអ្វីពិបាកផងនឹងអហោគំនិតនេះពិតជាអស្ចារ្យមែនអូនសម្រេចចិត្តថានឹងធ្វើតាមផែនការរបស់បងទៅចោះបន្តមកពួកយើងនឹងបាននៅជាមួយគ្នារហូតហើយបើអូនធ្វើតាមបងជឿជាក់ថាផែនការនេះនឹងបានសម្រេចជាមិនខានណែអូនសម្លាញ់បងគិតថាទៅផ្ទះវិញហើយណាខ្លាចថាប្តីរបស់អូនវាមកតាមតាន់ចាបងសូមមកចេញទៅផ្ទះវិញចោះមួយសប្តាហ៍ក្រោយមកលោកប្តីបងឆាប់ផឹកទឹកនេះទៅមើលទៅបងដូចជាហត់អស់កម្លាំងខ្លាំងណាស់
ហើយយ៉ាបងដូចជាអស់កម្លាំងមែនអូនថ្ងៃនេះបងធ្វើការច្រើនខ្លាំងណាស់ប៉ុន្តែប៉ុន្មានថ្ងៃនេះបងនៅតែមិនសប្បាយចិត្តដដែលនៅពេលដែលគេនិយាយអំពីគ្រួសាររបស់យើងតើគេនិយាយអ្វីអំពីគ្រួសាររបស់យើងទៅបងទៅបានជាធ្វើឲ្យបងតានតឹងយ៉ាងនេះមិនអីទេវាគ្រាន់តែជាពាក្យដែលគេនិយាយប៉ុណ្ណោះប៉ុន្តែនៅពេលដែលបងផឹកទឹកនេះហើយបងមានអារម្មណ៍ថាឈឺក្បាលវិលមុខខ្លាំងណាស់អូនត្រឹមត្រូវហើយទឹកនេះគឺជាទឹកថ្នាំពុលថ្ងៃនេះគឺជាថ្ងៃចុងក្រោយរបស់ឯងហើយអាសក្តាបន្ទាប់ពីឯងស្លាប់យើងនឹងបានរស់នៅជាមួយបងប្រុញយ៉ាងមានសេចក្តីសុខជាទីបំផុតថាម៉េចក្នុងទឹកមានថ្នាំពុល2ឆ្នាំក្រោយមកនាងឯងទៅរែកទឹកដាក់ពីងឲ្យពេញផងហើយកុំភ្លេចដាំបាយធ្វើម្ហូបបើសិនជាយើងមកផ្ទះមិនឃើញធ្វើអ្វីនាងឯងច្បាស់ជាត្រូវជាមិនខានធីតាអើយធីតាឯងមិនគួរណាដើរដល់ចំណុចនេះសោះប្តីមុនជួយយើងសពគ្រប់បែបយ៉ាងទាំងអស់ប៉ុន្តែប្តីក្រោយនេះប្រើយើងព្រឹកល្ងាចហើយកັບកេងលុយកាក់ទៀនមិននឹកស្មានថាវាសនារបស់ខ្ញុំដណ្ដាបដល់ថ្នាក់នេះតលតែសោះចំណែកឯសក្តាប្តីមុនវិញខំត្រករាល់ថ្ងៃធ្វើការម្ដាយហ៊ានឈប់សម្រាកខ្លាចតែប្រពន្ធនេះចាញ់គេខ្ញុំពិតជានឹកបងខ្លាំងណាស់ថ្ងៃនេះទើបខ្ញុំដឹងថាបងជាប្តីដែលល្អជាងគេសម្រាប់ខ្ញុំមិនដឹងថាជីវិតតទៅថ្ងៃមុខនឹងជួបរឿងអ្វីបន្តទៀតនោះទេតែខ្ញុំពិតជាសោកស្ដាយខ្លាំងណាស់ដែលខ្ញុំបានសម្លាប់បងដោយដៃរបស់ខ្ញុំផ្ទាល់បងសក្តាអើយឲ្យអូនសុំទោអូនសុំទោនាងធីតាមកនេះហើយទៅមកដល់ផ្ទះតើនឹងឯងទៅមកពីណាបងប្រុញហេតុអ្វីបានជាបងនិយាយបែបនេះក្រែងបងដឹងថាទឹកនេះវាធ្ងន់ហើយវានៅឆ្ងាយខ្លាំងណាស់បងឯងមិនក៏មិនគិតមើលទៅខ្ញុំគឺជាមនុស្សស្រីមិនទាំងអាចដើរលឿនដូចជាមនុស្សប្រុសបានទៅបងយ៉ាងម៉េចធីតានាងឯងហ៊ានតមកជាមួយអញផងប្រយ័ត្នត្រូវមួយដៃបាក់ធ្គាមមុខឥឡូវហើយឥឡូវនាងឯងធ្វើការងារឲ្យហើយទៅចំណែកយើងចេញទៅក្រៅទៀតហើយបើយើងមកវិញមិនតាន់ឃើញធ្វើហើយទៀតនាងឯងច្បាស់ជាត្រូវរបស់យើងហើយអាប្រោសចង្រៃអើយយើងមិនគួរណាយកឯងធ្វើជាប្តីសោះយើងចាញ់បោកឯងតើនេះគឺជាកម្មពៀរបស់ខ្ញុំមែនទេធីតាអើយធីតាឯងមិនគួរណាសម្លាប់ប្តីដោយដៃរបស់ខ្លួនឯងសោះធីតានាងនៅតែមានវិបដិសារីដដែលដោយសារតែថ្ងៃនោះនាងបានជឿទៅលើនាយប្រុញថាបន្ទាប់ពីនាងមករស់នៅជាមួយគេហើយនាងនៅមានសេចក្តីសុខប៉ុន្តែផ្ទុយស្រឡះនាយប្រុញតែងតែធ្វើបាបនាងស្ទើរតែជារៀងរាល់ថ្ងៃណែអាប្រុញឯអ្វីថ្ងៃនេះមុខឯងអាក្រក់មើលម្លេះអើគ្មានស្អីទេយើងពិតជាធុញនឹងធីតាខ្លាំងណាស់អញចង់ទៅលេងវាចោតហើយយកប្រពន្ធមួយទៀតទេអាប្រុញឯងនេះតម្រាប់តែឆក់នាងពីអាសក្តាបានមិនងាយទេវើយនៅពេលដែលឯងបាននាងហើយមិនក៏ឯងចង់លេងនាងចោលអញ្ចឹងអើយរបស់ដែលអញស៊ីរួចហើយអញមិនចង់ទុកនោះទេគិតទៅពួកយើងបានសម្លាប់អាសក្តា2ឆ្នាំវាពិតជាលឿនមែនទែនត្រឹមតែមួយផ្លេតសោះយើងបានដេកជាមួយប្រពន្ធវា2ឆ្នាំបាត់ហេអាប្រុញមិនក៏ឯងនិយាយបែបនេះប្រយ័ត្នគេលឺណាវើយឯងកុំល្ងងពេក2ឆ្នាំមកហើយគឺគ្មានអ្នកណាតាមដានទៀតនោះទេតោះយើងឆាប់ចេញទៅថ្ងៃនេះអញចង់ទៅរកស្រីស្អាតអាយ៉ាតាមពិតអាប្រុញជាអ្នកសម្លាប់សក្តាទៅលុះស្អែកឡើងមកដល់លោកមេភូមិហេតុអ្វីថ្ងៃនេះនាំគ្នាមកផ្ទះខ្ញុំច្រើនម្ល៉េះធីតាអាប្រុញឯង2នាក់នេះរួមកំណត់គ្នាសម្លាប់ក្មួយសក្តាថ្ងៃនេះយើងនឹងចាប់ឯងទាំង2នាក់ហើយលោកមេភូមិចង់ចាប់ខ្ញុំមែនតើលោកមានផុសតាំងដែរឬអត់ដែលថាខ្ញុំសម្លាប់អាសក្តានោះយើងបានសង្ស័យឯង2ឆ្នាំមកហើយប៉ុន្តែយើងមិនមានផុសតាំងចាប់ឯងតតែសោះដូច្នេះហើយយើងក៏បានឲ្យមនុស្សតាមដានឯងមករហូតពេលនេះទើបយើងដឹងថាឯងគឺពិតជាអ្នកសម្លាប់សក្តាមែនយើងបានចាប់សំណាញ់របស់ឯងហើយគេក៏បានសារភាពហើយដែរដូច្នេះគឺនៅតែឯងតែម្នាក់ប៉ុណ្ណោះពិតមែនហើយលោកមេភូមិខ្ញុំគឺជាអ្នកសម្លាប់ប្តីរបស់ខ្ញុំដោយដៃផ្ទាល់ប៉ុន្តែអ្នកដែលផ្ដាំកំណត់គឺជាបងប្រុញ
គាត់គឺជាសហាយរបស់ខ្ញុំគាត់ថាបើសម្រាប់ប្តីរបស់ខ្ញុំហើយពួកយើងនឹងបានរស់នៅជាមួយគ្នារហូតខ្ញុំមិនគួរណាជឿពាក្យគេហើយសម្រាប់ប្តីរបស់ខ្លួនឯងសោះរយៈពេល2ឆ្នាំមកនេះខ្ញុំមិនដែលមានថ្ងៃណារស់នៅបានសុខស្រួលនោះទេធីតាហេតុអ្វីបានជានាងនិយាយបែបនេះលោកមេភូមិកុំស្ដាប់សម្ដីនាងឲ្យសោះនាងបាននិយាយកុហកទាំងអស់ហើយពេលនេះគឺនាងបានឈួតទៅហើយលោកមេភូមិបានហើយអាប្រុញពេលនេះយើងប្រមូលផតតាំងបានគ្រប់គ្រាន់ហើយឯងមិនបាច់ប្រកែកអ្វីទាំងអស់ចំណែកនាងក៏អញ្ចឹងដែរខ្លួនឯងជាស្រីមានប្តីល្អហើយមិនចេះថែរក្សាបែរជារួមគំនិតជាមួយសហាយហើយសម្រាប់ប្តីរបស់ខ្លួនឯងទៅវិញមនុស្សមានសារធាតុអាក្រក់ដូចជានាងយើងក៏មិនអាចលើកលែងទោសឲ្យបានដែរពួកឯងទាំងពីរនាក់នឹងចូលគុកទាំងអស់គ្នានឹងដោយសារតែតណ្ហាទើបនាងធីតាហ៊ានលើកដៃសម្រាប់ប្តីរបស់ខ្លួនបន្ទាប់ពីសម្លាប់ប្តីដើម្បីសហាយហើយការរស់នៅរបស់នាងធីតានិងនាយប្រុញក៏មិនចាស់សម្រឹងនឹងគ្នានោះដែរប្តីក្រោយរបស់នាងនេះតែងតែវេធ្វើបាបនាងមិនលុះថ្ងៃឡើយទីបំផុតពួកគេទាំងពីរនាក់ក៏ទទួលទោសតាមផ្លូវច្បាប់ពីបទសម្លាប់មនុស្សដោយចេតនា